អាមេរិកយល់ឃើញថាទឹកដីនៅក្នុងអាមេរិកឡាទីនគឺជាដែនអំណាចនៃការគ្រប់គ្រងរបស់ខ្លួនបាទជាពិសេសគឺថាកុម្មុយនីសនិយមអីគឺមិនមានវត្តមាននៅក្នុងប្រទេសត្រាំនិយាយគាត់ថាម្សិលមិញថ្លែងសន្ទរកថានេះគឺថានិយាយពីប្រេងទេព្រោះប្រេងគឺជារឿងសំខាន់បំផុតបាទនៅក្នុងសង្គមវេណេស៊ុយឡានេះវិញតុលាការកំពូលបានប្រកាសលោកស្រីអនុប្រធានាធិបតីស្ដីទីជាបណ្ដោះអាសន្ននៅពេលដែលអាមេរិកក៏ដូចជាថ្នាក់ដឹកនាំរបស់វេណេស៊ុយឡាចាប់ផ្ដើមរៀបនឹងជ្រើសរើសបន្ថែមទៀតបាទហើយបើតាមពំនូរបស់ត្រាំថាខ្លួននឹងជ្រើសរើសអ្នកដែលស្និទ្ធបាទដាក់នៅក្នុងការគ្រប់គ្រងរបស់ប្រទេសវេណេស៊ុយឡាក្នុងមួយរយៈកាលបាទព្រោះថាវេណេស៊ុយឡាដូចពិបាកស្ដារឡើងមកវិញណានេះគឺជាសម្ដីត្រាំហើយដោយសារតែគាត់យល់ឃើញថាវាខូចខាតហេដ្ឋារចនាសម្ព័ន្ធជាពិសេសគឺប្រព័ន្ធប្រេងឆៅដែលធំជាងគេបំផុតនៅលើពិភពលោកហ្នឹងមានការកែសម្រួលឲ្យល្អសារទេអញ្ចឹងក្រុមហ៊ុនប្រេងរបស់អាមេរិកនឹងទៅបោះទុនវិនិយោគឲ្យធំជាងក្រុមហ៊ុនណាទាំងអស់បាទដើម្បីធ្វើឲ្យប្រទេសវេណេស៊ុយឡាក្លាយជាប្រទេសអ្នកមានវិញនេះត្រាំសម្ដីលោកបានលើកឡើងហើយម្សិលមិញតុលាការកំពូលរបស់វេណេស៊ុយឡាបានប្រកាសអនុប្រធានាធិបតីស្ដីទីសិនបាទហើយចឹងត្រាំនិយាយគាត់ថាម្សិលមិញថ្លែងសន្ទរកថានេះគឺថានិយាយពីប្រេងទេព្រោះប្រេងគឺជារឿងសំខាន់បំផុតហើយប្រិមិត្តដូចបានជ្រាបហើយវេណេស៊ុយឡាគឺជាប្រទេសស្ដេចប្រេងបាទស្តុកធំជាងគេនៅលើពិភពលោកហើយក៏ជាប្រទេសជិតខាងរបស់អាមេរិកដែរស្ថិតនៅក្នុងទឹកដីអាមេរិកឡាទីនបាទយ៉ាងណាមិញលោកត្រាំក៏ដូចជាលោករដ្ឋមន្ត្រីការបរទេសម៉ាកូរីបជូត្រូវបានប្រទេសមួយចំនួនបានចេញមុខមកផ្កោតទោសនិងចោទប្រកាន់ថារំលោភទៅលើដែនធិបតេយ្យភាពរបស់វេណេស៊ុយឡាដោយឡែកប្រជាជនរបស់វេណេស៊ុយឡាមានពីររបៀបមានថាមានពីរប្រភេទដែលមួយសម្ដែងការមិនគ្រប់គ្រងចំពោះការចាប់របស់អាមេរិកទៅលើប្រទេសធិបតីវេណេស៊ុយឡាហើយមួយផ្នែកទៀតគឺថាអបអរយ៉ាងកក្រឹបកក្រែងថាអំណះតទៅនឹងមានការផ្លាស់ប្ដូររបបថ្មីហើយនឹងមានការនិរន្តរភាពនឹងមានអ្វីល្អជាងនឹងจึงរងចាំមើលសិនតើការផ្លាស់ប្ដូររបបថ្មីវាដោយការរំពឹងទុករបស់ប្រជាជនមួយចំនួនដែរទេឬក៏យ៉ាងណា